អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកសូរិយាស៊ូបាឌីកាលពីថ្ងៃទី22ខែសីហាបានចេញរបាយការណ៍ទី6ដែលជារបាយការណ៍ចុងក្រោយបង្អស់របស់លោកក្នុងឋានៈលោកជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកសូរិយាស៊ូបាឌីនឹងធ្វើបទបង្ហាញអំពីរបាយការណ៍របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវនៅចុងខែកញ្ញាឆ្នាំ2014ខាងមុខនេះលោកយាងសុជាមេតារាយការណ៍របាយការណ៍ទី6របស់លោកសូរិយាស៊ូបាឌីលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចន្លោះពីថ្ងៃទី1ខែកក្កដាឆ្នាំ2013រហូតដល់ថ្ងៃទី24ខែកក្កដាឆ្នាំ2014របាយការណ៍ដែលមានទាំងអស់20ទំព័រជាភាសាអង់គ្លេសផ្ដោតទៅលើរឿងរ៉ាវមួយចំនួនរួមមានស្ថានភាពទូទៅអំពីសិទ្ធិមនុស្សនៅកម្ពុជាពីការប្រស្រ័យទាក់ទងរវាងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យស្របតាមគោលការណ៍ទីក្រុងប៉ារីពីការអនុវត្តអនុសាសន៍របស់លោកសូបាឌីដែលបានលើកឡើងក្នុងរបាយការណ៍មុនទាក់ទងនឹងកំណែទម្រង់តុលាការការបោះឆ្នោតសភានិងដីធ្លីជុំវិញបញ្ហាសិទ្ធិមនុស្សលោកសូបាឌីបានលើកឡើងពីរឿងរ៉ាវដែលបានកើតឡើងតាំងពីដើមខែកក្កដាឆ្នាំ2013មកដែលក្នុងនោះរួមមានការរៀបចំការបោះឆ្នោតភាពមិនប្រក្រតីការបោះឆ្នោតការធ្វើបាតកម្មរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រឆាំងលទ្ធផលបោះឆ្នោតការរារាំងរបស់សមត្ថកិច្ចការវាយសម្ពងលើអ្នកកាសែតការទាមទារដំឡើងប្រាក់ខែកម្មករដែលក្រោយមកត្រូវបានសមត្ថកិច្ចវាយបង្ក្រាបនិងបាញ់ប្រហារដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសហើយច្រើនអ្នកផ្សេងទៀតត្រូវចាប់ខ្លួនលើពីនេះលោកក៏លើកឡើងពីការបិទទីលានប្រជាធិបតេយ្យការហាមមិនឲ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាព្រមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងសម្លុតបំភ័យតំណាងសហជីពហើយថ្មីនេះគឺការចាប់ខ្លួនតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្គ្រោះជាតិដោយសារការទាមទារដោះលែងទីលានប្រជាធិបតេយ្យជាដើមលោកសូបាឌីសម្ដែងការសោកស្ដាយដែលមិនមានការស៊ើបអង្កេតឯករាជ្យអាចជឿទុកចិត្តបានដើម្បីនាំយកជនប្រព្រឹត្តហិង្សាមកផ្ដន់ទោសលោកថាអំពើនីតិរដ្ឋភាពឬភាពគ្មានទោសពៃកំពុងតែកើតឡើងនៅកម្ពុជានៅឡើយហើយថារដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចក្នុងការធានាថារាល់ការប្រើប្រាស់កម្លាំងទាំងអស់លុះណាតែស្របច្បាប់ចាំបាច់និងសមមាត្រហើយត្រូវធានាថាអ្នកល្មើសច្បាប់មិនអាចរួចពីសំណាញ់ច្បាប់បានឡើយលោកសូបាឌីក៏សម្គាល់ដែរថាសមត្ថកិច្ចដែលបាញ់ប្រហារលើបាតកោមិនត្រូវបាននាំយកមកផ្ដន់ទោសឡើយតែចំណែកពលរដ្ឋដែលសមត្ថកិច្ចចោទថាប្រព្រឹត្តហិង្សាលើពួកគេវិញនោះត្រូវបានតុលាការចាត់ការយ៉ាងឆាប់រហ័សចំពោះបញ្ហាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌វិញទន្ទឹមនឹងការអបអរសាទរទៅលើការបង្កើតច្បាប់ថ្មីចំនួន3ពាក់ព័ន្ធនឹងវិស័យនេះលោកសូបាឌីក៏រិះគន់ទៅលើរបៀបនៃការតាក់តែងច្បាប់ទាំងនេះដែរលោកសូបាឌីក៏យល់ថាច្បាប់ទាំងនេះมันបានធ្វើឲ្យមានការបែងចែកអំណាចឲ្យដាច់ស្រឡះពីគ្នានៅឡើយមានន័យថាតុលាការនៅត្រូវបានគេមើលឃើញថាស្ថិតនៅក្រោមស្ថាប័ននីតិប្រតិបត្តិដដែលមួយវិញទៀតលោកថាអង្គការតុលាការនៅតែរងឥទ្ធិពលរបស់អ្នកនយោបាយដោយលោកថាក្រោយពីអ្នកនយោបាយចរចាត្រូវគ្នាភ្លាមតុលាការក៏ដោះលែងតំណាងរាស្ត្របកប្រឆាំងផ្លេតលោកក៏ជំរុញឲ្យកម្ពុជាធ្វើកំណែទម្រង់រដ្ឋសភាដើម្បីអាចឲ្យបកប្រឆាំងដើរតួនាទីប្រកបដោយអត្ថន័យក្នុងរដ្ឋសភាចំណែកកំណែទម្រង់ការបោះឆ្នោតវិញលោកសូបាឌីថាលោកសោកស្ដាយដែលស្ថាប័នកោជបមិនត្រូវបានកែតម្រង់ឲ្យបានមុនពេលបោះឆ្នោតខែកក្កដាឆ្នាំ2013ទៅតាមអនុសាសន៍របស់លោកសង្ឃឹមថាកំណែទម្រង់ស្ថាប័នកោជបគឺជាការងារអាទិភាពមួយសម្រាប់បកនយោបាយទាំងពីរដើម្បីកុំឲ្យមានបញ្ហាក្រោយការបោះឆ្នោតដោយសពថ្ងៃជាថ្មីទៀតក្នុងពេលអនាគតសម្រាប់បញ្ហាដីធ្លីលោកសូបាឌីស្វាគមន៍ចំណាត់ការវាស់វែងដីធ្លីឲ្យប្រជាពលរដ្ឋព្រមទាំងការបញ្ឈប់ការផ្ដាល់ដីសម្បត្តិថ្មីនិងពិនិត្យមើលឡើងវិញចំពោះដីសម្បត្តិដែលបានប្រគល់រួចលោកក៏ស្វាគមន៍ផងដែរចំពោះការអនុម័តគោលនយោបាយជាតិលំនៅឋានរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយលោកសូបាឌីមិនភ្លេចរិះគន់លើការបណ្ដេញប្រជាពលរដ្ឋចេញពីដីនិងលំនៅឋានដោយបង្ខំនិងការជំលៀសគេទៅរស់នៅកន្លែងមិនសមរម្យនោះឡើយលោកក៏រិះគន់រដ្ឋាភិបាលនិងតុលាការថាពេលខ្លះពួកគេគ្មានឆន្ទៈឬមិនមានសមត្ថភាពដោះស្រាយបញ្ហារំលោភដីធ្លីតែម្ដងឆ្លើយតបចំពោះរបាយការណ៍របស់លោកសូបាឌីរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានក៏សម្គាល់ថាអ្វីដែលអ្នករាយការណ៍ពិសេសនេះលើកឡើងវាគ្រាន់តែជាការយល់ឃើញនិងជាការវិនិច្ឆ័យរបស់បុគ្គលម្នាក់ប៉ុណ្ណោះលោកថាកម្ពុជាកំពុងប្រឹងប្រែងធ្វើឲ្យខ្លួនឯងកាន់តែមានភាពប្រសើរឡើងហើយថាកម្ពុជាក៏ត្រូវបានគេមើលឃើញនិងវាតម្លៃថាមានភាពប្រសើរជាងមុនដែរ
នៅក្នុងពិភពលោកអ្នកណាក៏អាចនិយាយថាបានតែអ្នកខ្លះមានកំណត់ថាអាមេរិកល្អប៉ុន្តែអ្នកខ្លះថាអាមេរិកអាក្រក់អ្នកខ្លះថារុស្ស៊ីល្អអ្នកខ្លះថារុស្ស៊ីអាក្រក់អានេះជាភាពសម្បូរបែបនៃការគិតក៏ប៉ុន្តែរដ្ឋាភិបាលយើងយល់ច្បាស់ណាស់ក្នុងរយៈកន្លងមកលោក12នេះគឺយើងបានធ្វើឲ្យសង្គមកម្ពុជាស្ថិតនៅក្នុងស្ថិរភាពសន្តិភាពនិងការវិវត្តជានិច្ចអានេះជាការតាំងតែងរបស់រដ្ឋាភិបាលដូច្នេះការលើកឡើងគ្រាន់ជាការលើកឡើងក្រៅពីបញ្ហាខាងដើមរបាយការណ៍របស់លោកសូបាឌីក៏លើកឡើងពីបញ្ហាប្រកាន់ជាតិសាសន៍ប្រឆាំងជនជាតិវៀតណាមពីការបញ្ជូនពលករខ្មែរមកកម្ពុជាដោយអាជ្ញាធរថៃពីបញ្ហាបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជានិងពីការពិនិត្យឡើងវិញបញ្ហាសិទ្ធិមនុស្សតាមពេលវេលាកំណត់ជាសកលដែលហៅតាមភាសាអង់គ្លេសថា Universal Periodic Review ផងដែរបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាឲ្យដឹងថាលោកសូរិយាសូបាឌីនឹងមកបំពេញបេសកកម្មការងារចុងក្រោយរបស់លោកនៅកម្ពុជានៅដើមខែមករាឆ្នាំ2015បន្ទាប់មកនៅថ្ងៃទី31ខែមីនាឆ្នាំ2015លោកនឹងត្រូវបញ្ចប់តួនាទីជាអ្នករាយការណ៍ពិសេសរបស់លោករយៈពេល6ឆ្នាំលោកសូបាឌីក៏បានថ្លែងក្នុងរបាយការណ៍របស់លោកថាស្ថានភាពនៅកម្ពុជាក្នុងរយៈពេល6ឆ្នាំចុងក្រោយនេះមិនមានការផ្លាស់ប្ដូរច្រើននោះទេហើយបច្ចុប្បន្នប្រទេសនេះកំពុងស្ថិតក្នុងដំណើរការអន្តរការនយោបាយសន្តិភាពខ្ញុំយេសុជាមេតាវັດឈូអាស៊ីសេរីភ្នំពេញ